ក្រុមហ៊ុនមួយមានអ៊ីនធឺណិត2 link ចូលហើយយើងក៏មាន2 router ផ្សេងគ្នាក៏មាន2 LAN ផ្សេងគ្នាដូចគ្នាអញ្ចឹងគ្រាន់តែយើងចង់ configure យក LAN ទី1 LAN ទី2ហ្នឹងធ្វើ backup គ្នាខ្វែងគ្នាទៅមកឧទាហរណ៍ IP ទី1ដាច់អញ្ចឹង router ទី1យើងអត់ដើរទេអញ្ចឹងយើងខ្ចី link ទី2យកមកប្រើអញ្ចឹងករណីISP ទី1 down អញ្ចឹងវានឹង run តាម ISP ទី2មួយនេះវាឆ្លងកាត់ router ទី2ដូចគ្នាខាង router ទី2បើករណី ISP នេះ down ISP ទី2នេះ down អញ្ចឹងវានឹងទាញអ៊ីនធឺណិតពីខាង ISP ទី1នេះមកតាម link port លេខ3ឬ port លេខ4ដែលយើង configure ហ្នឹងអូខេតោះអញ្ចឹងយើងទៅតេស្តទាំងអស់គ្នាអញ្ចឹងយើងតេស្ត drag out ម្ដងទៀត drag out មកឃើញវាឆ្លងកាត់ route ពី ISP របស់យើងមក ISP ទី1វិញវាលែងឆ្លងតាម backup ហើយអញ្ចឹងយើង disable ម្ដងទៀតសាក drag out មកទៀតណែឃើញវាឆ្លងកាត់ ISP ទី2របស់ router ទី2យើងឃើញខាងនេះដូចគ្នាdisable នេះសិនអញ្ចឹងមកកាន់នៃ router នេះ router ទី2យើងនេះវា down អូខេ down តែ route នេះវា down ភ្លឹបចុះ ping នៅដើរធម្មតាអ៊ីនធឺណិតយើងដើរធម្មតាវា load ទៅ auto ពេកឲ្យយើងតែម្ដងហើយយើង drag out មកគេវាឆ្លងកាត់តាម router ទី1ហើយនេះឆ្លងកាត់ IP 10.10.1 ហើយឆ្លងកាត់តាមហ្នឹងអញ្ចឹងយើងមក enable នឹងវិញមកយើងមក enable route នេះវិញមកអានេះឡើង queue វិញហ្នឹង backup យើងឡើង queue ចុះ ping វានៅដើរធម្មតាអត់បញ្ហាទេយើងដើរអត់ធម្មតារហូតអញ្ចឹងវាលែងឆ្លងកាត់ router ទី2ឆ្លងកាត់អ៊ីនធឺណិត direct មកអូខេអញ្ចឹងរបៀបធ្វើស្រួលទេអានេះ router MikroTik ទី1អានេះ router MikroTik ទី2អូខេរបៀបធ្វើស្រួលទេអញ្ចឹងយើង remote ចូលមក router MikroTik ទី1ហើយមួយនេះខ្ញុំ remote ចូលមក MikroTik ទី2ខាងលើហ្នឹងណាអញ្ចឹង MikroTik របស់យើងត្រូវដាក់ IP LAN IP WAN មកនេះ IP WAN របស់ខ្ញុំនេះ IP WAN របស់ខ្ញុំនេះ LAN នេះ LAN អញ្ចឹងយើងធ្វើឲ្យអ៊ីនធឺណិតរបស់យើងដើរតាម ISP វារៀងៗខ្លួនសិនអញ្ចឹងមុននឹង set up យើង ping ទៅអ៊ីនធឺណិតដើរធម្មតាខាង router ទី2ក៏អ៊ីនធឺណិតដើរធម្មតាដែរអញ្ចឹងយើង set up ស្រួលទេយើងមកមើល diagram យើងតិចទៅអញ្ចឹងយើងយក port ទី3ប៉ុន្តែជាក់ស្ដែងខ្ញុំយក port ទី4ខ្ញុំមកដាក់ IP 10.10.11អាមកជឿទៀត router ទី2 10.10.10.2 30អូខេអញ្ចឹងខ្ញុំមក set up អញ្ចឹងយើង interface ខ្ញុំត្រៀមហើយនេះទុក backup link interface នេះក៏ខ្ញុំត្រៀមដែរខ្ញុំប្រើ interface ទី4ខ្ញុំប្រើ interface ទី4ដើម្បីធ្វើ backup link អញ្ចឹងខ្ញុំមកចូល IP នៅលើ router ទី1មុន IP address ខ្ញុំ add new មួយមក 10.10.10.1 នេះយើងដាក់បានអត់ទៅហើយខ្ញុំយក interface ឲ្យត្រូវលេខ4អូខេចានេះរួចរាល់ចាដាក់ IP រួចរាល់តោះមកយើងត្រូវមក add gateway មួយទៀត IP យើងត្រូវ add gateway គេអត់ទាន់ add gateway យើងសាញ IP នៅលើ router ទី1ហើយយើងមកសាញ IP លើ router ទី2សិនអូខេ router ទី2 IP address add new 10.10.10.2/24 /30 interface លេខ4ដូចគ្នាអានេះខ្ញុំពេចដាក់/30/30អូខេអញ្ចឹងយើង add IP ខាង router ទី1នេះ 10.10.10.1/30 router ទី2នេះគឺយើងដាក់ port លេខ4ដូចគ្នា 10.10.10.2/30 អូខេឥឡូវយើង ping 8អូខេ ping 8ស្គាល់អញ្ចឹងខ្ញុំ disable port WAN testing ជួយមើលវាស្គាល់ទៀតអត់អូខេនេះវាឡើងស្គាល់អញ្ចឹងខាងនេះដូចគ្នាយើង testing សិនទៅ test ទៅ8ស្គាល់តបមកយើង test disable port លេខ1អូខេតាមឲ្យដូចគ្នាអញ្ចឹងយើងបើកវាមកវិញនេះយើងបើកវាមកវិញដូចគ្នាអូខេបើកមកអ៊ីនធឺណិតដើរធម្មតាដូចគ្នាអញ្ចឹងយើងចង់ធ្វើ backup យើងត្រូវធ្វើមិនករណីពេលអានឹងដាច់វាដើរនៅលើ link មួយនេះវិញកុំឲ្យអ៊ីនធឺណិតរបស់យើងដាច់ដែរខាងនេះដូចគ្នាពេលដែល WAN របស់យើងដាច់ឲ្យវាដើរតាម link នេះជាង link នេះគឺវាដើរមកតាម link router ទី2នឹងឯងអូខេអញ្ចឹងខ្ញុំធ្វើតែបន្តិចទេអាសាញ IP ឲ្យវា
ត្រូវរែងជាមួយគ្នាមក port ដែលយើង connect ពី router ទី1ទៅ router ទី2ហ្នឹងតាមរូបយើងហ្នឹងនេះ port ហ្នឹង port ហ្នឹងដាក់ IP រែងទៅមួយមកបន្ទាប់មកយើង add route មួយចូល IP មក add route អញ្ចឹងនៅលើ router ទី1យើង add route យើងត្រូវយក IP ទី2នេះធ្វើ route របស់ IP router ទី1អញ្ចឹងយើង add new មួយមក gateway របស់ router ទី1យើងត្រូវយក IP របស់ router ទី2នេះ port ទី4នឹងយកមកដាក់អញ្ចឹងខ្ញុំ copy ចេញមកនេះឃើញទេ copy ចឹងឲ្យគ្នាយើងច្បាស់ហើយខ្ញុំផាសមកនៅនេះបន្ទាប់មកកន្លែងហ្នឹងយើងអត់ទាន់ធ្វើអីទេយើងត្រូវមកកែកន្លែង distance នេះយើងក៏ដាក់លេខ1ទេដោយសារតែ route យើង default វាត្រូវទៅតាមport ទី1នេះ priority មុនអញ្ចឹងយើងអាចដាក់លេខ1ជាន់គ្នាទេដោយសារតែ route អានេះយើងដាក់លេខម៉ានយើងមកមើលមក route 30.1 route របស់ port van របស់យើងគឺ distance វា1ហើយអញ្ចឹង priority វាចាប់យកលេខ1ហ្នឹងហើយអញ្ចឹងអានេះ backup យើងដាក់លេខ1ទៀតទេយើងអាចដាក់លេខ2ឬក៏យើងចង់ថាលេខ2ជាពីអាទីអាមែនពេកយើងដាក់លេខ3លេខ4លេខ5ទៅឥឡូវខ្ញុំឧទាហរណ៍ខ្ញុំដាក់10ហ្មង distance វាឆ្ងាយតិចហើយខ្ញុំ apply អូខេឃើញទេ route ទី2វាអត់ទាន់ដើរទេវាចេញខៀវបែបហ្នឹងគឺវាអត់ទាន់ដើរទេវាដើរនៅលើ route ទី1នេះទេនេះ route ទី1នេះខាងនេះដូចគ្នាយើងត្រូវ add route ដូចគ្នាអញ្ចឹង add route លើ router ទី2យើងចូល IP route មកយើង add new តោះមកយើងយក IP របស់ router ទី1នេះមកដាក់នេះ port ទី4ដូចគ្នានេះ port ទី4ហ្នឹងយក IP port ទី4ហ្នឹងយកមកដាក់ធ្វើ gateway របស់ router ទី2យើង distance ដូចគ្នាយើងដាក់10ក៏បាន20ក៏បាន30ក៏បានតែចិត្តហើយយើង apply យើងអូខេឃើញវាខៀវដូចគ្នាអត់ឃើញវាខៀវដូចគ្នាអត់ចឹងឥឡូវតោះយើង testing ទាំងអស់គ្នាឥឡូវខ្ញុំ test អានេះមុនខ្ញុំបិទ ISP ទី1នេះចាំមើលវាឡើងអ៊ីនធឺណិតតាម port ទី4ខ្ញុំនេះទៅ ISP ទី2អត់អូខេចឹង ping នៅស្គាល់ធម្មតាចឹងខ្ញុំចាប់ផ្ដើមបិទ route របស់van route របស់ van គឺ 30.1 ខ្ញុំ disable មួយពុកតែពេល disable ទៅអានេះអា route របស់យើងទី2នេះអា route distance 10នេះ distance 10យើងនេះវាលែងលោតខៀវឲ្យឡើងពណ៌ខ្មៅអញ្ចឹងវាដំណើរការនៅលើអាមួយនឹងវិញអញ្ចឹងយើងចង់ដឹងថាវាដំណើរការលើនឹងមិនយើងតែចេះយើងចូល tool trade route មក trade route ហ្នឹងណាយើងឃើញវាឆ្លងកាត់នេះ router ទី2ឃើញទេ 10.10.2 នេះវាឆ្លងកាត់មក router ទី2នេះអញ្ចឹងយើងទេtrade route ម្ដងទៀត trade route មកឃើញវាឆ្លងកាត់ route ពី ISP របស់យើងមក ISP ទី1វិញវាលែងឆ្លងតាម backup ហើយយើង disable ម្ដងទៀតសាត់ route មកទៀតណែឃើញវាឆ្លងកាត់ ISP ទី2របស់ router ទី2យើងឃើញទេខាងនេះដូចគ្នាdisable នេះសិនអញ្ចឹងមកករណី router នេះ router ទី2យើងនេះវា down អូខេ route នេះវា down ភ្លឹបចុះ ping នៅដើរធម្មតាអ៊ីនធឺណិតយើងដើរធម្មតាវា load ទៅអូតូតិចឲ្យយើងតែម្ដងហើយយើង drag route មកគេវាឆ្លងកាត់តាម router ទី1ហើយនេះឆ្លងកាត់ IP 10.10.1 ហើយឆ្លងកាត់តាមហ្នឹងអញ្ចឹងយើងមក enable ហ្នឹងវិញមកយើងមក enable route នេះវិញមកអានេះឡើងខៀវវិញហ្នឹងហើយ backup យើងឡើងខៀវយក ping វានៅដើរធម្មតាអត់បញ្ហាទេយើងដើរអត់ធម្មតារហូតអញ្ចឹងវាលែងឆ្លងកាត់ router ទី2ឆ្លងកាត់អ៊ីនធឺណិត direct មកអូខេអញ្ចឹងរបៀបធ្វើគឺមានតែបន្តិចហ្នឹងទេអរគុណជួបខ្ញុំវីដេអូក្រោយ